គុណហើយសម្រាប់ការវិលត្រឡប់មកកាន់วันនេះគឺខ្ញុំបានទាំងពីររូបនឹងមានការផ្ដល់ជូនជាមួយនឹងការប្រកួតបាទជាមួយនឹងកម្មវិធីបាទ Verse បាទគុណខ្មែរ Warrior បាទសម្រាប់យើងថ្ងៃសៅរ៍បាទទី21បាទខែមិថុនាឆ្នាំ2025ហើយសម្រាប់ការប្រកួតនេះគឺយើងមានច្រើនគូខ្លាំងមែនទែនណាលោកពូត្រូលណាបាទមានគូដណ្ដើមជាមួយនឹងពៀនបាទគឺ Foreman Marathon ហើយនឹងគូមិត្តភាពអន្តរជាតិតោះឥឡូវចង់ដឹងថាតើថ្ងៃសប្តាហ៍នេះមានប្រមាណគូហើយវត្តមានកីឡាករណាខ្លះមកជ្រាបជាមួយនឹងខ្ញុំបាទទាំងពីររូបដូចតទៅបាទអូខេឥឡូវខ្ញុំជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនយើងតាក់ទងជាមួយនឹងគូដំបូងបាទ2គូបាទគូទាំង2គូនេះគឺវត្តមានកីឡាករខ្មែរទាំង4រូបតែម្ដងដែលត្រូវប្រកួតដណ្ដើមពានបាទម៉ារ៉ាតុងបាទកីឡាករទី1នេះគឺគាត់មានឈ្មោះថាបាទមិត្តបាទរុំលីនិងកីឡាករទី2គឺគាត់មានឈ្មោះថាបាទធុនតារាហើយកីឡាករបន្ទាប់គឺជាកីឡាករទី3នោះគឺគាត់មានឈ្មោះថាបាទឃីមឌីម៉ៃបាទនិងកីឡាករទី4គឺគាត់មានឈ្មោះថាបាទមុតក្លឹមសអញ្ចឹងអ្នកទាំង4រូបនេះគឺត្រូវតែប្រកួតបាទដណ្ដើមពានរង្វាន់បាទហើយត្រូវប៉ះជាមួយនឹងគេថាអ្នកឈ្នះប៉ះអ្នកឈ្នះណានៅជុំចុងក្រោយនៃសប្តាហ៍ហ្នឹងតែម្ដងគឺគូចុងក្រោយនៃសង្វៀននេះបាទអញ្ចឹងមានន័យថាអ្នកចាញ់គឺធ្លាក់ហើយអ្នកដែលគាត់ប្រកួតឈ្នះគឺរងចាំឡើងទៅវគ្គផ្ដាច់ព្រ័ត្រដើម្បីដណ្ដើមជាមួយនឹងពាននៅក្នុងប្រភេទទម្ងន់57គីឡូក្រាមអញ្ចឹងពួកគាត់ប្រកួតចំនួន3ទឹកណាឥឡូវសូមជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនយើងតាក់ទងជាមួយនឹងកីឡាការនីរបស់យើងដែលពុកម៉ែបងប្អូនយើងតែងតែស្គាល់ហើយបាទគឺបាទអេយ៉ានុតបាទត្រូវជួបជាមួយនឹងកីឡាករដែលមកពីអ៊ីរ៉ង់ដែលគាត់មានឈ្មោះថាបាទនីលូហ្វាបាទនីលូហ្វាបាទមកពីអ៊ីរ៉ង់គីឡូគឺបាទដូចជាអត់តគីឡូ57អូនេះបាទ57គីឡូក្រាមបាទវា3ទឹកបាទអញ្ចឹងគឺប្រកួតចំនួន3ទឹកណាតោះឥឡូវគឺយើងចូលមកកាន់គូជាបន្តទៀតគឺវត្តមានកីឡាករឡុងអាឆើតបាទនឹងប្រកួតជាមួយនឹងកីឡាករមកពីប្រទេសភូមាបាទដែលមានឈ្មោះថាបាទកាយ៉ាវវ៉ៃយ៉ាន់តុនបាទគឺភូមាបាទឬក៏មីយ៉ាន់ម៉ាហើយគីឡូគឺ60គីឡូក្រាមគត់តែម្ដងការប្រកួតគឺយើងមានចំនួន3ទឹកក្នុងមួយទឹកគឺមាន3នាទីសម្រាប់2នាទីបាទគូទី4ហើយយើងចូលមកកាន់គូទី5ជាបន្តគឺយើងការប្រកួតមិត្តភាពអន្តរជាតិដែរគឺវត្តមានបាទគឺកីឡាករដំរីភ្លុកពីខេត្តបាផលសុភ័ណ្ឌនឹងប្រកួតជាមួយនឹងកីឡាករមកពីប្រទេសបាទម៉ូរ៉ាកូគេមានឈ្មោះថាបាទម៉ូស្តាផាហើយការប្រកួតគឺយើងមានចំនួន3ទឹកដែរក្នុងមួយទឹកគឺមាន3នាទីសម្រាប់2នាទីបាទអញ្ចឹងគឺសម្រាប់យើងគូទី5មានដូចជាផលសុភ័ណ្ឌបាទឡុងអាឆាតអេយ៉ានុតបាទអញ្ចឹងអេយ៉ានុតប៉ះជាមួយនឹងអ៊ីរ៉ង់ឡុងអាឆាតប៉ះជាមួយនឹងភូមាផលសុភ័ណ្ឌប៉ះជាមួយនឹងម៉ូរ៉ូកូបាទហើយសម្រាប់គូទី6គឺពួកបងប្អូនបាទកីឡាករដែលគាត់ប្រកួតដើមពីនោះណាគូទី1និងគូទី2បាទអញ្ចឹងមានន័យថាអ្នកឈ្នះទៅប្រកួតបាទគូទី6បាទអូខេអញ្ចឹងចាំរងចាំតាមដានទាំងអស់គ្នាថាតើកីឡាកររូបណាខ្លាចជាម្ចាស់ពានហើយសម្រាប់ការប្រកួតគឺយើងនៅថ្ងៃទី21បាទថ្ងៃសៅរ៍នេះផ្ទាល់តែម្ដងវេលាយើងម៉ោង7យប់តទៅនៅស្ថានីយ៍ទូរទស្សន៍ Full HD TV